ចាថ្ងៃនេះឃើញមានត្រីអាំងមានប្រហុកមានបន្លែមានអីអញ្ចឹងបងប្អូនចានឹកឃើញថាថ្ងៃមុនសល់ត្រីអាំងមួយអញ្ចឹងទៅក៏នឹកឃើញថាច្នៃធ្វើទឹកគ្រឿងទ្រាប់ពុញងណាបងប្អូនចាចំណែកត្រីអាំងវិញគឺនាងខ្ញុំបេះយកតែសាច់ទេចានេះទ្រាប់របស់ខ្ញុំគឺខ្ញុំប្រឡេះហើយនឹងមានម្ទេសមានខ្ទឹមអីចុះណាបងប្អូនយើងប្រឡេះវាអញ្ចឹងមកដើម្បីយកទៅលីងចាពេលដែលខ្ញុំលីងខ្ញុំចាក់ទឹកបន្តិចទៅមកងាស់វាទៅបាននាងខ្ញុំលីងវាតតែក្រហមអីអញ្ចឹងណាបងប្អូនចាអ្នកខ្លះទឹកគ្រឿងដូចថាយើងត្រីអាំងប្រហុកអីធម្មតាតែថ្ងៃនេះខ្ញុំច្នៃដាក់ទ្រាប់ពុញងម្ទេសខ្ទឹមអីអញ្ចឹងណាបងប្អូនយើងបុកចានេះគ្រឿងក្រៅរបស់ខ្ញុំគឺមានម្ទេសលីងជាមួយខ្ទឹមម្ទេសអីអញ្ចឹងបងប្អូនមានសណ្តែកដីមានប្រហុកចំហុយចាមានអំពិលទុំអីអញ្ចឹងបងប្អូនចាបន្ទាប់មកនេះខ្ញុំសណ្តែកដីបុកវាអញ្ចឹងទៅហើយខ្ញុំចាក់ទ្រាប់ចាក់ម្ទេសខ្ទឹមអីយើងបុកចូលជាមួយគ្នាចេះតែមកទៅបងប្អូនចាបន្ទាប់មកបាននាងខ្ញុំចាក់ត្រីអាំងរបស់យើងចូលទៅបងប្អូនត្រីអាំងដែលខ្ញុំបេះយកតែសាច់ចាយើងបុកវាច្បល់ចូលសពសាច់តែមួយទៅបន្ទាប់មកបាននាងខ្ញុំដាក់គ្រឿងខើមានស្ករមានប៊ីចេងមានទឹកត្រីអីអញ្ចឹងណាបងប្អូនចំណែកឯប្រហុកវិញគឺខ្ញុំដាក់ចំហុយហើយខ្ញុំចាក់ទឹកក្តៅចូលបន្តិចហើយខ្ញុំដាក់អំពិលទុំអីចូលជាមួយអញ្ចឹងត្មងចាបន្ទាប់មកនាងខ្ញុំជ្រុំទឹកប្រហុកយើងហ្នឹងចាដាក់ចូលទៅចានិយាយពីខាងតំណងណាបងប្អូនឆ្ងាញ់ណាស់ទឹកគ្រឿងទ្រាប់ពុជញងមួយមុខនេះចាបន្ទាប់ពីមើលទៅរៀងខាប់ហើយនេះខ្ញុំថែមទឹកបន្តិចទៀតបងប្អូនចាយើងទឹកក្តៅយើងហ្នឹងយើងដាក់ក្នុងចានប្រហុករបស់យើងមកបន្ទាប់ពីមើលទឹកខាប់មុំហើយនេះខ្ញុំច្បាច់ក្រូចគឺថារួចរាល់ជាការស្រេចចាឆ្អិនហើយជើញពិសាបាយជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនជើញហូបបាយជាមួយនឹងខ្ញុំមានថ្ងៃនេះទឹកគ្រឿងទ្រាប់ពុជញងបងប្អូនចានេះបន្លែមានប្រហែលមុខនេះឯងចាបាទដាក់បាយមួយសិននិយាយពីថាដៃផងលព្រាផងនិយាយពីច្បាំញ៉ុកបងប្អូននិយាយពីថាឆ្ងាញ់មែនតែនទឹកគ្រឿងទ្រាប់ពុញងថ្ងៃនេះហ่าបងប្អូនចានិយាយពីថាយើងមានបន្លែយើងមាននេះអាដែលខ្ញុំចុចនេះគេហៅអានងពោះតំបន់នាងខ្ញុំបងប្អូនចាចាអញ្ជើញស្ដាប់សលេងបន្តទៀតរបស់នាងខ្ញុំបងប្អូនទៀតមកទៅលក់ដាក់ចឹងមិនបាក់ផ្លេសខ្ញុំតែអាចសាច់ហ្នឹងនិយាយទៀតមកបងប្អូនlại cô dương dịch mà vào lòng chuyện mà nhanh tên bằng conបងប្អូនណាដូចថាសត្រីអាំងដូចយើងខ្ញុំអញ្ចឹងណាសាក់ឆ្នៃធ្វើដូចយើងខ្ញុំអូយនិយាយថាជាតិឆ្ងាញ់ហ្មងណាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយណាពុកម៉ែបងប្អូន